bạn gì bị vọt bỏ thì về triệt chia sẻ chạy chuyên về vọt dương bàn cái việc bịរដ្ឋាភិបាលនៅឆ្នាំ2022ហើយយើងបានរៀបចំលើកទី1នៅឆ្នាំ2023ក្រោមប្រធានបទការកសាងមូលដ្ឋានគ្រឹះសម្រាប់បងប្អូនគ្នាដល់ពេល2024យើងផ្ដោតទៅលើការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ទៅដល់សហគ្រាសធុនតូចនិងមធ្យមហើយនឹង2025យើងផ្ដោតលើការបណ្ដុះបុគ្គលមានទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ហើយនឹងរហូតដល់ឆ្នាំទី4នេះក្នុងការរៀបចំទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍យើងផ្ដោតទៅលើការចាប់យកនវានុវត្តន៍សម្រាប់វឌ្ឍនភាពជាតិបាទការបង្កើតទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍នេះគ្មានអ្វីក្រៅពីការជំរុញការចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដល់វិស័យពាក់ព័ន្ធទាំងអស់ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងក្របខ័ណ្ឌវិស័យអប់រំក៏ដូចជាសហគ្រាសដើម្បីចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយនឹងប្រព័ន្ធសេវាកម្មរបស់ប្រទេសជាតិយើងទាំងមូលជាដើមត្រូវចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍អញ្ចឹងការបង្កើតទិវាជាតិនេះជាស្មារតីមួយដែលយើងរៀបចំឡើងដើម្បីបំផុសសាធារណជនឲ្យមើលឃើញថាវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មានតួនាទីសំខាន់ណាស់សម្រាប់អត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់យើងក៏ដូចជាសន្តិសុខជាតិរបស់យើងជាដើមដូចខ្ញុំបានជ្រាបពីដើមយើងចាប់ផ្ដើមពីការកសាងមូលដ្ឋានគ្រឹះវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សម្រាប់ទាំងអស់គ្នាការចាប់យកវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សម្រាប់សហគ្រាសធុនតូចនិងមធ្យមការបណ្ដុះអ្នកមានទេពកោសល្យសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៅពេលឆ្នាំនេះដូចយើងទាំងអស់គ្នាយើងផ្ដោតទៅលើនវានុវត្តន៍ដើម្បីដើម្បីវឌ្ឍនភាពជាតិនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិដូចយើងជ្រាបស្រាប់ក្នុងបរិបទសពថ្ងៃនេះនវានុវត្តន៍គឺជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពក៏ដូចជាអភិវឌ្ឍនៅគ្រប់វិស័យទាំងអស់មិនថាសេវាកម្មរដ្ឋាភិបាលមិនថាការបង្កើនផលិតភាពរបស់សហគ្រាសធុនតូចមធ្យមក៏ដូចជាឧស្សាហកម្មនិងក្របខ័ណ្ឌប្រកួតប្រជែងក៏ដូចជាក្របខ័ណ្ឌសន្តិសុខជាតិខ្ញុំនិយាយសន្តិសុខជាតិបូកផ្សំជាមួយនឹងកិច្ចការដែលពាក់ព័ន្ធផ្សេងតាំងពីស្បៀងអាហារតាំងពីធម្មពលតាំងពីសង្គមរបស់យើងសុទ្ធតែជាអ្វីដែលយើងទាមទារឲ្យមានស្មារតីនវានុវត្តន៍ទាំងអស់គ្នាអញ្ចឹងហើយបានការបង្កើតមូលបត្រផ្ដោតទៅលើនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិឆ្នាំនេះគឺយើងចង់ឲ្យដៃគូពាក់ព័ន្ធទាំងអស់មើលឃើញពីសារៈសំខាន់នវានុវត្តន៍ដើម្បីពង្រឹងនិងពង្រីកវិស័យរបស់ខ្លួននៅក្នុងអ្វីដែលយើងធ្វើដូចយើងធ្វើរាល់ឆ្នាំក្នុងកម្មវិធីធំ3ថ្ងៃដែលយើងមានការតាំងពិព័រណ៍ផ្ដោតចម្បងគឺការបង្ហាញឲ្យឃើញពីវឌ្ឍនភាពរបស់សហគ្រាសធុនតូចមធ្យមក៏ដូចឧស្សាហកម្មឲ្យមើលឃើញថាបច្ចេកវិទ្យាអ្វីខ្លះដែលគាត់កំពុងតែប្រើនៅក្នុងវិស័យរបស់ខ្លួនក៏ដូចជាធុរកិច្ចថ្មីដែលយើងហៅថា start up គាត់កំពុងតែមានបច្ចេកវិទ្យាអ្វីខ្លះដែលគាត់នឹងពង្រីកសក្តានុពលធុរកិច្ចរបស់ខ្លួនហើយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលអ្នកស្រាវជ្រាវនវានុវត្តន៍ជនផ្សេងដែលគាត់បង្កើតមានហើយយកមកដាក់បង្ហាញហើយនឹងធ្វើបទបង្ហាញជូនសាធារណជនដើម្បីមើលថាអាជីវកម្មរបស់ខ្លួនត្រូវចាប់យកបច្ចេកវិទ្យាអ្វីដើម្បីពង្រីកហើយនឹងពង្រឹងដូចខ្ញុំបាននិយាយពីដើមនៅក្នុងការបង្កើនផលិតភាពក៏ដូចជាទីផ្សារក៏ដូចជាចាប់យកទីផ្សារនៅក្នុងនិងក្រៅប្រទេសរបស់ខ្លួនរាល់បច្ចេកវិទ្យាថ្មីដែលកើតឡើងតែងតែចោទជាសំណួរពីរនៅក្នុងប្រយោជន៍ហើយនឹងមិនប្រយោជន៍តែងតែសួរសំណួរពីរនេះរហូតប៉ុន្តែក្នុងបរិបទណាយើងតែងក្នុងពុរបទណាក៏ដោយក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យាថ្មីដែលកើតឡើងតែងតែនៅជាមួយយើងរហូតបានតែក្តីថាបច្ចេកវិទ្យាវានឹងមានជាប្រចាំនឹងមានថ្មីជាប្រចាំមួយយើងរហូតក្នុងន័យនេះបញ្ញាសិប្បនិម្មិតដែលកើតថ្មីដែលយើងនឹងជាកិច្ចពិភាក្សាមួយនៅក្នុងទិវាជាតិក្នុង3ថ្ងៃនេះនឹងជាទស្សនៈទានដល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងស្រុកឲ្យមើលឃើញពីអ្វីទៅជាគុណវិបត្តិអ្វីទៅជាគុណសម្បត្តិរបស់បញ្ញាសិប្បនិម្មិតដែលនឹងមកដល់ដែលមិននឹងមកដល់បាននឹងកំពុងមកដល់នៅក្នុងពិភពលោកនេះហើយស្រុកខ្មែរយើងក៏កិច្ចមិនរួចដែរអញ្ចឹងការត្រៀមខ្លួនការចាប់យកឲ្យបាននៅទស្សនៈទាននៃបច្ចេកវិទ្យាថ្មីសម្រាប់
ឧស្សាហកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យមសម្រាប់សេវាកម្មរដ្ឋាភិបាលកិច្ចការទាំងអស់នេះជាភាពចាំបាច់ណាស់ដែលធ្វើឲ្យយើងទាំងអស់គ្នាត្រូវតែមកចូលរួមដើម្បីស្វែងយល់ពីភាពចាំបាច់នៃបច្ចេកវិទ្យាដែលថ្មីនឹងកើតមាននេះបាទដោយទិវាជាតិរបស់យើងមិនមែនមានគ្រាន់តែជាការពិភាក្សាទេយើងមានរហូតទៅដល់យើងហៅថាពិព័រណ៍បច្ចេកវិទ្យាទៅទៀតអញ្ចឹងយើងមានរហូតទៅដល់ជិត200ស្តង់ដែលស្តង់នីមួយៗនឹងបង្ហាញបច្ចេកវិទ្យារបស់ខ្លួនហើយនឹងកិច្ចពិភាក្សាផ្សេងទៀតដែលជាទស្សនៈទានដូចខ្ញុំបានលើកឡើងអញ្ចឹងវិស័យឧស្សាហកម្មក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមជាដើមជាពិសេសគាត់នឹងមកចូលរួមក្នុងកម្មវិធី3ថ្ងៃនេះគាត់មកឃើញផ្ទាល់តែម្ដងបច្ចេកវិទ្យាអ្វីខ្លះដែលគេបង្កើតឡើងហើយគាត់គួរទិញគួរផ្ទេរអ្វីផ្សេងទៀតនេះជាថ្នាលមួយដើម្បីឲ្យឧស្សាហកម្មក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមគាត់មកជួបគ្នាលើសពីនេះសហគ្រាសធុនតូចនិងមធ្យមក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងអាចមកចូលរួមនៅក្នុងវេទិកាពិភាក្សាដើម្បីពេលខ្លះយើងអាចសួរសំណួរផ្ទាល់ទៅដល់អ្នកជំនាញអ្នកបង្កើតបច្ចេកវិទ្យាតែម្ដងតើអត្ថប្រយោជន៍ក៏ដូចជាផលវិបាកអ្វីខ្លះដែលនឹងអាចកើតមានរាល់បច្ចេកវិទ្យាថ្មីដែលគេបង្កើតឡើងបាទប្រធានបទដែលបានកំណត់នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិគោលដៅធំរបស់ទិវាជាតិរបស់យើងឆ្នាំ2026នេះយើងចង់ជំរុញសាធារណជនតួអង្គវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងស្រុកទាំងអស់ឲ្យមើលឃើញពីសារៈសំខាន់នៃនវានុវត្តន៍ឲ្យមើលឃើញពីសារៈសំខាន់នៃតម្រូវការព្រោះកាលណាយើងនិយាយពីនវានុវត្តន៍គឺយើងផ្ដោតលើតម្រូវការយើងផ្ដោតទៅលើទីផ្សារតើតម្រូវការអ្វីតើបញ្ហាអ្វីតើទីផ្សារអ្វីដែលគេត្រូវការចឹងសូមមើលនេះជាមូលដ្ឋានដើម្បីយើងធ្វើអ្វីឲ្យឆ្លើយតបជាមួយតម្រូវការដោះស្រាយបញ្ហាក៏ដូចឆ្លើយតបទីផ្សារនេះទៅអានេះជាស្មារតីបំផុសរបស់ទិវាជាតិឆ្នាំ2026នេះហើយជាសារចុងក្រោយដែលខ្ញុំចង់ជូនដល់សាធារណជនជាពិសេសតួអង្គពាក់ព័ន្ធទាំងអស់ដែលធ្វើការលើវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ហើយនិងសាធារណជនអាណាព្យាបាលអ្នកស្រាវជ្រាវសិស្សានុសិស្សទាំងអស់សូមមកចូលរួមដើម្បីស្វែងយល់ពីបច្ចេកវិទ្យាតាមរយៈស្តង់ដែលយើងមានជិត200ស្តង់បង្ហាញពីបច្ចេកវិទ្យាថ្មីគាត់មកស្ដាប់ផ្ទាល់ជួបជាមួយអ្នកវិទ្យាសាស្ត្រអ្នកដែលបង្កើតបច្ចេកវិទ្យាដើម្បីគាត់មានអន្តរកម្មផ្ទាល់ជាមួយអ្នកវិទ្យាសាស្ត្រតែម្ដងឲ្យគាត់មកលេងឧបករណ៍វិទ្យាសាស្ត្រផ្ទាល់តែម្ដងជាជាងយើងអានសៀវភៅតែមួយមុខពេលនេះយើងមកលេងឧបករណ៍នឹងតែម្ដងអញ្ចឹងខ្ញុំគិតថាល្អសម្រាប់យុវជនល្អសម្រាប់អាជីវករល្អសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ជាអ្នកអភិវឌ្ឍគោលនយោបាយដើម្បីឲ្យស្មារតីនវានុវត្តន៍នេះកើតឡើងនៅក្នុងប្រជាជាតិកម្ពុជាយើង